read this word. Bridge. Bridge. No, that's not correct. Please say bridge. 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 Okay, remember? Why bridge? Okay, DGE ឲ្យតែយើងឃើញ DGE គឺសំឡេង j ពីពងករបស់យើងហើយដាតរបស់យើងទល់មួយនឹងពីដានមាត់ខាងលើ j j អូខេអញ្ចឹងយើងអានថា br a j bridge bridge okay can you say it Yes bridge yeah bridge okay bridge good អញ្ចឹងនេះគឺយើងរៀន short vowel sound I short vowel sound I មានន័យថាស្រៈសំឡេងខ្លី I ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជានាយិកាសាលារៀន Wisdom សាលារៀន Wisdom បង្រៀនអំពីមូលដ្ឋានគ្រឹះនៃការប្រកបភាសាអង់គ្លេសព្រមទាំងការនិយាយភាសាអង់គ្លេសហើយបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនចូលរៀនភាសាអង់គ្លេសជាមួយនឹងសាលារៀន Wisdom តាមអនឡាញឬក៏មករៀនដល់ទីតាំងផ្ទាល់នៅក្នុងបរិយាពិភពថ្មីចំការដងមួយសូមតាក់ទងតាមលេខ Telegram នេះសម្រាប់ថ្នាក់ថ្មីរបស់យើងគឺបើកនៅម៉ោង 6:07 7:08 និងម៉ោង 8:09 សម្រាប់ការមករៀនដល់ទីតាំងគឺម៉ោង 5 រហូតដល់ម៉ោង 9 យប់លោកអ្នកអាចជ្រើសរើសម៉ោងចូលរៀនមួយណាក៏បានដែរចាតើឥឡូវទស្សនាការសិក្សាភាសាអង់គ្លេសអំពីការអានមូលដ្ឋានគ្រឹះជាមួយនឹងខ្ញុំចឹង Mr. Lee short vowel I sounds e okay ចឹងពេលនេះយើងអានថា bridge 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 is a noun បើប្រែថាស្ពានអញ្ចឹងយើងចំណាំ DGE នឹងគឺ bridgeអូខេអញ្ចឹងពេលនេះដូចគ្នា FR គឺសំឡេង fr I sound e អញ្ចឹងដូចគ្នា DGE នេះគឺសំឡេង j អញ្ចឹងយើងអានថា fridge yes fridge so fridge is a noun បើប្រែថាទូទឹកកក this one sh sound shrimp yeah ចឹងពេលនេះអាន shrimp ណា ចាបង្គាភាសាអង់គ្លេសយើងអាន shrimp ទៅអាន shrimp អានដបងអាចនឹងជាប់មាត់ហើយនឹងអៀនខ្លួនឯងប៉ុន្តែដល់ពេលដែលយើងរៀនអានយូរទៅគឺយើងទម្លាប់ហើយ shrimp អូខេចាបើប្រែថាបង្គា example number 1 we walk across the bridge okay ចឹង number 1 we walk across the bridge okay example number 1 we walk across the bridge okay ចឹង we walk មានថាពួកយើងដើរ across មានឆ្លងកាត់ស្ពាន okay number 2 the milk is in the fridge number 2 the milk is in the fridge yeah DGE fridge okay ទឹកដោះគោគឺនៅក្នុងទូទឹកកកអូខេចាចឹងបងប្អូននេះគឺជាការរៀនអានខ្លះៗអំពីមូលដ្ឋានគ្រឹះភាសាអង់គ្លេសសាលារៀន Wisdom បង្រៀនលម្អិតអំពីការអានការប្រកបការបញ្ចេញសំឡេងព្រមទាំងការនិយាយភាសាអង់គ្លេសឲ្យសិស្សានុសិស្សអាចទំនាក់ទំនងជាភាសាអង់គ្លេសបានដូច្នេះបើសិនជាលោកអ្នកចង់ចុះឈ្មោះកូនចូលរៀនសូមចុះឈ្មោះឲ្យកូនចូលរៀនជាមួយនឹងសាលារៀន Wisdom សូមពុកម៉ែបងប្អូនជួយ like share និង follow page របស់នេះខ្ញុំម្នាក់មួយផងតើតែពុកម៉ែបងប្អូន follow page ទើបអាចមើលឃើញវីដេអូថ្មីពីព្រោះ Facebook ឥឡូវមានការផ្លាស់ប្ដូរគោលការណ៍តើតែបងប្អូន follow page ទើបអាចបង្ហាញវីដេអូថ្មីជូនទៅកាន់បងប្អូនទស្សនាបានពេលក្រោយទៀតដូច្នេះសូមកុំភ្លេចជួយ follow page របស់នេះខ្ញុំម្នាក់មួយផងសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត